ទស្សនីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបេះបន្លែសមុទ្របងប្អូនស្ពៃសមុទ្រចាហើយមកដល់បន្លែមានខ្ចីខ្លះចាស់ខ្លះគុំខ្លះចាស់ហើយគុំខ្លះដូចនៅខ្ចីល្អអញ្ចឹងណាចាដូចគុំនេះមានដុសផ្កានេះចាស់ខ្លះហើយតូងខ្លះអញ្ចឹងវាខ្ចីយើងយកតែខ្ចីណាបងប្អូនចាបន្លែនេះគេញ៉ាំបានធ្វើជ្រក់ក៏បានលក់ទឹកគ្រឿងក៏បានបងប្អូនប៉ាកែខាងលវិញណាខ្ញុំអត់ទេបងប្អូនអើយខ្ញុំលវិញសុំចាញ់ចាខ្ញុំខាងតែជ្រក់ឯងខ្ញុំចូលចិត្តជ្រក់យើងជ្រក់ដូចជ្រក់ស្ពៃរួចហើយយើងលាយដូចជក់មៀញណាបងប្អូនបដុកសដែកមកចានេះត្រួយចឹងបងប្អូនយកត្រួយប៉ុណ្្នឹងមកឆ្ងាញ់ណាបងប្អូនអាត្រួយហ្នឹងយើងបាក់ដល់ពេលយើងលាយជាមួយសណ្តែកបដោះយើងបាក់ចាំហាន់វាល្អិតទូទៀតប៉ុណ្ណឹងល្មមឆ្ងាញ់មានគួសមដែរប៉ុន្តែដើររមើបងប្អូនព្រោះដោយសារវាដុះអត់នៅចិត្តគ្នាដុះម្ដងខាងនេះម្ដងខាងនោះយើងពិបាករៀងដើរបន្តិចឯកសារបងប្អូនដូចយើងហាត់ប្រាណណាចាអូនេះមកគុំទៀតបានមកគុំទៀតបងប្អូនមកគុំនេះល្អចាស្រួយស្រោបនេះលក់ទឹកគ្រឿងក៏បានណាយើងញ៉ាំលក់ទឹកគ្រឿងក៏បានដែរបើល្វិញបងប្អូនលក់ទឹកគ្រឿងខ្ញុំអត់ចេះញ៉ាំទេខ្ញុំចេះញ៉ាំតែជ្រក់តែមួយមុខទេក្រៅពីនឹងចេះញ៉ាំទេព្រោះវាល្វិញពេកល្អខ្ចីគុំមួយនេះល្អបងប្អូនចាមានមេឃបែបមកច្រើនហើយខ្ចីល្អទៀតកាច់លឺសូផកនេះត្រួយច្រើនយើងកាច់ចេះទៅអាមេឃដែលយើងដុំនេះបងប្អូនបាទបងប្អូនមកចង់បេះវាពីអាទិត្យក្រោយមកចាំមកបេះវាលូតវែងពិតដូចប៉ុណ្នេះចាចូលចិត្តប៉ុណ្នេះមួយម៉ាត់បាទហាន់អីទៅយើងលាយជាមួយស្បែកបដោះល្មមប៉ុណ្ណឹងនេះបងប្អូនចិត្តនេះបន្លែហ្នឹងណាល្អតើបងប្អូនអូបងប្អូនបន្លែខ្ចីល្អគុំនេះក៏ល្អដែរបងប្អូនខ្ចីខ្ញុំស្មានតែចាស់អស់ហើយខ្ញុំខានមកច្រើនអាទិត្យដែរមិនច្រើនអាទិត្យទេចូលចង់2ខែដែរហ្នឹងបងប្អូនតែខ្ញុំគិតថាស្បៃនឹងចាស់អស់ហើយទៅមកអត់អីដែរនៅខ្ចីឡើយដើមខ្លះវាចាស់ដែរបើយើងបេះណាខ្ចីទៅនេះចេញផ្កាឡើងចេញក្របហើយតែបើយកបេះខ្ចីចឹងនៅខ្ចីត្រួយកាច់ឬផុសផុសឡើយថ្ងៃនេះអត់សូវមានអ្នកមកស្ទូចត្រីដែរខ្ញុំមកតាមផ្លូវមកដល់ជួរក្នុងអត់សូវមានអ្នកមកស្ទូចត្រីថ្ងៃនេះហើយស្អែកគេមកច្រើនអ្នកអត់សូវខ្យល់ទេបងប្អូនមកសមុទ្រថ្ងៃនេះចាខ្យល់តិចហើយលហើយស្រួល
តិចក៏អត់តិចប្រហែលដែរភ្លៀងតែព្រឹកមិញតិចមេឃលឹម